ពុទ្ធគាថានឹងមាននៅក្នុងជាគាថាធម្មបទមាននៅក្នុងបិដកលេខ52មានខ្លឹមសារថាអ៊ិធៈមោតតិបេចៈមោតតិកតបញ្ញោឧបយដ្ឋមោតតិសោមោតតិសោបមោតតិទិស្វាកម្មៈវិសុទ្ធិមត្តណោមានន័យថាបុគ្គលដែលមានបុណ្យធ្វើហើយរមែងរីករាយក្នុងលោកទាំងពីរញោមអើយញោមធម្មសវនកាឡោបុគ្គលអ្នកមានបុណ្យធ្វើហើយរមែងរីករាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះផងរីករាយក្នុងលោកខាងមុខផងហើយបុគ្គលនោះរមែងរីករាយហើយនឹងរឹងរឹតតែរីករាយថែមទៀតព្រោះតែឃើញច្បាស់នៅកម្មដ៏បរិសុទ្ធរបស់ខ្លួនយល់ទេញោមយល់អត់យល់យល់ចប់អីចឹងយល់ហើយតែមិនតាន់ច្បាស់តែមើលដល់ញោមបុគ្គលដែលមានបុណ្យធ្វើហើយកតបញ្ញោបុគ្គលដែលមានបុណ្យធ្វើហើយអ៊ិធៈមោតតិរមែងរីករាយមោតតិរមែងរីករាយអធៈលោកេក្នុងលោកនេះមោតតិរមែងរីករាយបេចៈក្នុងលោកខាងមុខសោមោតតិបុគ្គលនោះរមែងរីករាយសោបមោតតិហើយរឹងរឹតតែរីករាយទិស្វាព្រោះឃើញកម្មៈវិសុទ្ធមត្តណោនៅកម្មដ៏បរិសុទ្ធរបស់ខ្លួននឹងគឺព្រះពុទ្ធព្រះអង្គសម្ដែងប្ររពដល់ធម្មិកឧបាសកញោមមានពេលមួយធម្មិកឧបាសកនោះបានន័យថាឧបាសកដែលប្រកបដោយធម៌ធម្មិកដែលយើងនិយាយសាមញ្ញធម្មឹកហ្នឹងញោមធ្លាប់ឮពាក្យធម្មឹកទេធ្លាប់ទេធម្មឹកហ្នឹងញាតិញោមនៅក្នុងទស្សនៈញាតិញោមមួយចំនួនថាជាអ្នកមានបុណ្យមកជួយសាលសងសត្វលោកមកយោងសាសនាអីយ៉ាងណាហ្នឹងក្នុងជំនឿហើយញាតិញោមខ្លះចំណាយពេលវេលាលុយកាក់ក្របធនស្វែងរកបបាធម្មឹកទៀតព្រះធម្មឹកណាប៉ុន្តែពាក្យថាធម្មឹកមកពីធម្មៈនិងអិកបច្ច័យអ្នកប្រកបដោយធម៌អ្នកមានធម៌ញាតិញោមទាំងអស់គ្នានេះជាធម្មឹកបានទេបានញាតិញោមទាំងអស់គ្នាជាធម្មឹកហើយអ្នកមានធម៌មានបុណ្យធ្វើហើយគឺជាធម្មឹកស្មើនឹងពាក្យថាធម្មចារីអ្នកប្រព្រឹត្តធម៌ជាប្រកដីពាក្យថាប្រព្រឹត្តធម៌បានន័យថាល្អដោយកាយដោយវិចារដោយចិត្តប្រព្រឹត្តទៅជាកាយបសោចយៈវជ័យមโนបសោចយៈជាដើមអ្នកប្រព្រឹត្តសេចក្តីល្អអ្នកធ្វើបុណ្យអ្នកធ្វើទានរក្សាសិលដល់បតៃសរណគមជាដើមឲ្យឈ្មោះថាធម្មឹកយល់ទេញោមចឹងមិនបាច់ទៅស្វែងរកធម្មឹកណាទេញោមអ្នកមានបុណ្យក្នុងចិត្តហ្នឹងគឺធម្មឹកហើយអញ្ចឹងគាថាអំបញ្ញមិញហ្នឹងព្រះសម្មាសម្ពុទ្ធប្ររពសម្ដែងដល់ភិក្ខុទាំងឡាយប្ររពដល់ធម្មិកឧបាសកហ្នឹងគឺឧបាសកអ្នកមានធម៌ឧបាសកអ្នកធ្វើបុណ្យហ្នឹងបើគាត់មានប្រកដីធ្វើបុណ្យអញ្ចឹងទៅគេហៅថាធម្មិកឧបាសកតោះនេះញោមអ្នកមានប្រកដីសុំសិល5សិល8គេហៅថាសីលវ័នប្រុសគេហៅសីលវ័នស្រីគេហៅសីលវៈតៃអ្នកមានប្រកដីធ្វើទានដល់គេហៅថាម៉េចញោមទាយុទាយិកាទានឹងមកពីទាធាតប្រែថាឲ្យអ្នកដែលមានប្រកដីឧបត្ថម្ភទំនុកបំរុងដល់ប្រសង់ជាប្រកដីដូចញាតិញោមចេញចូលវត្តក្បាលកោះលងចឹងគេឲ្យឈ្មោះថាបើប្រុសគេឲ្យឈ្មោះថាឧបាញោមនៅខាងក្បាលកោះលងចឹងវាអត់តបចឹងណាញោមកំណាញ់សម្ដីហ្មងមើលអ្នកដែលមានប្រកដីចេញចូលវត្តឧបត្ថម្ភចង្ហាន់ដល់ប្រសង់គេឲ្យឈ្មោះថាឧបាបើប្រុសគេឲ្យឈ្មោះថាឧបាសកបើស្រីឧបាសិកាឃើញទេអ្នកមានសិលគេឲ្យឈ្មោះថាសីលវ័នបើស្រីឲ្យឈ្មោះថាសីលវៈតៃបើអ្នកចេញចូលវត្តឧបត្ថម្ភបច្ច័យ4ដល់ប្រសង់ប្រុសហៅថាឧបាសកស្រីហៅថាឧបាសិកាមានន័យថាអ្នកអង្គុយចិត្តព្រះរតនត្រ័យមានពុទ្ធពធប្រសង្ឃជាទីពឹងឧបត្ថម្ភបច្ច័យ4
អ្នកមានប្រកដីជួយសង្គ្រោះគេដល់ឲ្យទៀនដល់គេប្រុសគេឲ្យឈ្មោះថាទាយួស្រីឲ្យឈ្មោះថាទាយីកាអ្នកមានធម៌ប្រព្រឹត្តធម៌ស្ដាប់ធម៌គេឲ្យឈ្មោះថាធម្មមឹកឃើញទេញោមហើយញោមរងថ្ងៃស្ដាប់ធម៌អត់ប្រព្រឹត្តតាមធម៌អត់ហើយចឹងធម៌មឹកនៅចឹងធម៌មឹកហ្នឹងនេះធម្មិកឧបាសកធម្មិកឧបាសិកាអញ្ចឹងព្រះពុទ្ធព្រះអង្គសម្ដែងប្ររពដល់ធម្មឹកហ្នឹងធម្មិកឧបាសកហ្នឹងព្រះអង្គសម្ដែងគាថាអំបញ្ញមិញហ្នឹងថាបុគ្គលដែលមានបុណ្យធ្វើហើយរមែងរីករាយក្នុងលោកនេះរីករាយក្នុងលោកខាងមុខហើយរឹងរិតតែរីករាយព្រោះឃើញច្បាស់នៅសេចក្តីល្អអំពើល្អបុណ្យខកទាំងឡាយប្ររពដល់ឧបាសកហ្នឹងដោយសារគាត់មានពើមួយទៅពើគាត់ធ្លាក់ខ្លួនឈឺគាត់ចាស់តែគាត់ឈឺទៅគាត់ចង់ស្ដាប់សតបដ្ឋានសូត្រនេះនៅក្នុងបៃដកលេខ17មានប្រសូតមួយឈ្មោះថាមហាសតបដ្ឋានសូត្រដល់តែគាត់ចង់ស្ដាប់គាត់មុនប្រសង់ទៅសម្ដែងធម្មមហាសតបដ្ឋានសូត្រហ្នឹងមហាសតបដ្ឋានសូត្រហ្នឹងសតបដ្ឋានមាន4កាយានុបស្សនាសតបដ្ឋានវេទនានុបស្សនាសតបដ្ឋានចេតានុបស្សនាសតបដ្ឋានធម្មានុបស្សនាសតបដ្ឋានហ្នឹងលោកកំពុងតែសម្ដែងកំពុងតែសូត្រទៅគាត់កំពុងតែត្រេកអរបដោតចិត្តជ្រះថ្លាជាមួយការស្ដាប់ទៅក្នុងគណៈហ្នឹងស្រាប់តែទេវតាឋានទាំង6ឆកាមាវចរាសួរចាតមហាតាបតੰយាមាតុសិតនឹមមានអរតីបរណឹមឋានទេវតាទាំង6ជាប់ហ្នឹងយូបរិចរត់មកទេវតាទាំងវងទាំងវាយឋានទីមួយមកងឹតមេឃប៉ុន្តែមានអត់មានគេមើលឃើញណាខ្វះបុណ្យមើលអត់ឃើញតែធម្មិកបាសកនោះដល់តែទេវតាទាំង6ឋានដែលមកតាមរាជរថផិតនៅឯដល់អាកាសហ្នឹងចាតមហាក្តីតាបតੰយាមាក្តីថាធម្មិកបាសកហើយលះបង់អត្តភាពនឹងចោលមកកើតក្នុងឋានខ្ញុំមកណាទេវតាអង្វរទៅកើតទៅញោមដោយអំណាចបុណ្យដល់តែទេវតាឋានទាំង6អង្វរពេកហៅពេកគាត់ក៏ឆ្លើយថាឈប់សិនឆ្លើយតែឈប់សិនលោកកំពុងតែសូត្រធម៌ហ្នឹងមើលឲ្យឃើញទេវតាដែរលោកតែកំពុងតែសូត្រធម៌ហ្នឹងលើតែឈប់សិនបើចាប់ធម៌ទៅវត្តអស់ទៅញោមអើយតទៅនេះលីអត់មើលសំដែងបដាមើលមុខញាតិញោមបដាដូចខ្លាចទៅអស់ម៉ោងទៅអត់ញឹមណាដល់អញ្ចឹងទៅញោមលោកទៅវត្តអស់ទៅដល់ភិក្ខុទាំងឡាយដែលទៅវត្តវិញប្រាប់ដល់ទូលដល់ព្រះអង្គហើយធម្មិកបាសកធ្វើបុណ្យមកជីវិតប៉ុន្តែចុងក្រោយដូចលវើទូបង្គំខ្ញុំព្រះអង្គកំពុងតែសូត្រធម៌ស្ដាប់ទៅឲ្យឈប់ទៅបានប្រពុតសម្ដែងថាមិនមែនទេភិក្ខុទាំងឡាយឧបាសកហ្នឹងនិយាយជាមួយទេវតាទេមិននិយាយជាមួយអ្នកទាំងអស់គ្នាទេហើយកូនដែលកំពុងតែអង្គុយក្បែរក៏យល់ថាធម្មិកបាសកលវើចិត្តគាត់ឈឺចិត្តផុតណាដល់អញ្ចឹងទៅបានធម្មិកបាសកនោះពិសោធន៍ឲ្យមើលឲ្យយកកម្រងផ្កាមកបោះសួរកូនថាតាមដែលឋានទាំង6តើឋានណាដែលគួរជាទីរីករាយបានកូនថាឋានដែលគួរជាទីរីករាយឋានតុសិតពោធិសត្វទាំងឡាយតែងទៅបដិសន្ធិនៅកន្លែងនោះអញ្ចឹងគាត់ក៏អធិដ្ឋានកាន់កម្រងផ្កាអធិដ្ឋានបោះទៅលើអាកាសថាបើបុណ្យដែលខ្ញុំបានធ្វើហើយដោយអំណាចបុណ្យរបស់ខ្ញុំសូមឲ្យកម្រងផ្កានេះទៅស្ថិតនៅលើរទេះរាជរថប្រកាន់ទេវរដ្ឋណាទេវរាជទេវរដ្ឋណាបោះទៅនៅលើទេវរដ្ឋរាជរថបោះទេវតាឋានតុសិតហ្នឹងទៅអាហ្នឹងចង់បញ្ជាក់ប្រាប់ថាម៉េចញោមបុណ្យដែលយើងបានធ្វើហើយហ្នឹងគឺជាទីពឹងពិតប្រាកដរបស់យើងអញ្ចឹងញោមបុគ្គលដែលមានបុណ្យធ្វើហើយរមែងរីករាយក្នុងលោកទាំងពីរហើយបុណ្យឯខ្លះដែលធ្វើហើយញោមអើយញោមក្បាលកោះហង្លងចិនបានធ្វើបុណ្យឯខ្លះបុណ្យតាមរយៈសេចក្តីល្អផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តបុណ្យទេតាមរយៈការធ្វើទានបុណ្យទេសំសិលបុណ្យអត់បុណ្យចម្រើនភាវនាបុណ្យទេស្ដាប់ធម៌បុណ្យទេបុណ្យដ៏ក្រៃលែងញោមស្ដាប់ធម៌បុណ្យណាប៉ុន្តែបុណ្យដ៏ក្រៃលែងហេតុអីបានថាអញ្ចឹងព្រះពុទ្ធព្រះអង្គសម្ដែងថាធម្មទានឈ្នះអស់ទានទាំងពួងអញ្ចឹងការស្ដាប់ធម៌ការសម្ដែងធម៌គឺជាបុណ្យតែជាបុណ្យដ៏ក្រៃ
lấy thưa ấy thưa tức bạn complete đạp thò nhỉ bà thò cứ chỉ ở sốt bà thò cứ chỉ miệng kia chia bị thi sắc rồi một lốt sạc đầy tốc chỉ đài chẳng đạp thò có bẩn sẵn đai thò có bẩn trê o sạc đây là o bao kê có bẩn đầu tư bẩn có so chạy bẩn đó kế có bẩn khoai bằng ra riêng chẳng hạn ấy bẩn ấy bẩn lược đai khoai cùng prep khoai cùng một song sập bẹt như ở đây sang tha ra tu như bẩn ấy bẩn chẳng bẩn cứ sạch đây là ó cứ chia sập hiệp là ó để cài lan không chặt bẩn để cài lan không chặt tràn tam để gia tiên sau khi vào đây chặt đám nó bẩn nó dương hai mà mát tiếp tham mấy bây giờ mình hai thập bẩn dương hai tham mấy nhở bây giờ mình trong pra piệt thập bẩn dương pra piệt tham mấy tiếng pra piệt thập cố sòng rồi bây giờ dẹp chọc nghe thập bẩn cố sòng bẩn cứ thò một chiếc để sát không chặt bà không cần để chặt sát hơi chặt la hơi chặt thô phong hơi bây giờ người phía xa tham mấy bà râm là o hơi mưa khơi say có là o vì bố không sập hiệp bón cái tiệp đôi bón hành bá cái tiệp đôi tức hai nướng prey châu hay ba này tức hai nướng prey châu hay ba này chẳng bón hay nướng bát được nè ca bờ bón châu tràn không chất bát chập đam rô play trên nha chẳng hiểu bón châu can tại tràn bát can tại châu can tại rốt trình chẳng bón cứ chỉ nẹt lẹ bát mình men dương nẹt lẹ không bò làm mát á dương dù là đó trên thấy dương lẹ bát dương thưa bón tại tam bất cậu so là chất tộc ba về cá háo về miền cách bao viết cứ lẹ có xó lẹ ba để phun vì cậu so lẹ có xó bon lẹ bà mình men dương nè lẹ thì nó không bo làm mát đấy nhá đôi dương còn pung ở ngực dương còn pung ở ngực dương trai ca còn lư thôi mày một không dương nó không là ngất hay dương trai ca còn lư dương thôi mày nhá đọc tiền đâu vậy đọc tiền tài dương nè cầm chặt ở ngấtឬក៏ភ្លើងទៀនអ្នកកំចាត់ភាពងងឹតហ្នឹងភ្លើងទៀនកំចាត់ភាពងងឹតមែនទេអញ្ចឹងបរមត្ថអញ្ចឹងក្នុងអភិធម្មយើងនិយាយតាមបែបប្រសូតយើងអ្នកធ្វើបុណ្យយើងអ្នកលះបាបយើងអ្នកប្រគេនចង្ហាន់ព្រះតើថ្វាយចង្ហាន់ព្រះប្រគេនចង្ហាន់ព្រះសង្ឃប្រគេនបច្ច័យធ្វើអីផ្សេងៗយើងអានោះប្រសូតប៉ុន្តែក្នុងបរមត្ថគឺកុសលលះអកុសលបុណ្យកំចាត់បាបដោយស្វ័យប្រវត្តិរបស់វាជាបែបធម្មជាតិអញ្ចឹងបានសភាពដែលនៃបុណ្យហ្នឹងគឺជាសភាពអត់មានរូបអរូបជាថាអត់មានរូបបានអត់មានលោភៈទោសៈមោហៈទិដ្ឋិមានអ្នកនៅក្នុងបុណ្យហ្នឹងទេអរូបជាថាឆេកថាសភាពរបស់បុណ្យហ្នឹងគឺមានសភាពឆ្លាតញាតិញោមឆ្លាតតាំងពីនោះរៀបចង្ហាន់ព្រះហើយហ្នឹងដោយអំណាចបុណ្យកុសលប្រឹងឆ្នៃរៀបឲ្យស្អាតបង្កើតអាភាពឆ្លាតនៅក្នុងកិច្ចបុណ្យហ្នឹងគឺសភាពបុណ្យហ្នឹងវាផលិតឲ្យឆ្លាតចឹងបងសន្តរថាអាចរបស់បុណ្យខ្លឹមសាររបស់បុណ្យសភាពរបស់បុណ្យហ្នឹងគឺស្អាតញោមមកវត្តត្រូវស្លៀកពាក់ឲ្យសមហ៎ចុះបើអត់មកវត្តទេទៅចកាស្លៀកមិនទៅមិនក៏បានទេញោមណាប៉ុន្តែពេលមកវត្តរកអាវសពីនីធ្វើម៉េចឲ្យសមរម្យឃើញវាផលិតភាពឆ្លាតអញ្ចឹងភាពស្អាតអញ្ចឹងខ្លឹមសារមួយទៀតគឺអអ្នកវេចថាសភាពរបស់បុណ្យហ្នឹងគឺជាសភាពដែលអត់មានទោសពីព្រោះនៅពេលដែលកុសលកើតឡើងវាមានតួនាទីរបស់វាគឺវាលះអកុសលអញ្ចឹងវាអត់មានអាភាពដែលមានទោសហ្នឹងគឺអត់មានទេវាប្រព្រឹត្តទៅកាយស្អាតចិត្តស្អាតវាចាស្អាតអញ្ចឹងយល់ហើយចំណុចមួយទៀតដែលបុណ្យហ្នឹងសភាពរបស់វាគឺផលិតនៅផលគេហៅថាសុខវិបាកាតថាគឺផលិតនៅផលហើយផលនោះគឺជាសុខទៀតផងបុណ្យហ្នឹងហើយមិនបាច់ញោមប្រាថ្នាក៏បានដែរអត់បាច់ចាំប្រាថ្នាក៏បានដែរបុណ្យណាដូចយើងដាំដើមស្វាយអញ្ចឹងយើងញោមយកក្របស្វាយទៅដាក់ដាំទៅញោមចង់ប្រាថ្នាថាសុំឲ្យចេញផ្លែក៏ប្រាថ្នាទៅប៉ុន្តែបើញោមអត់ប្រាថ្នាទៅចេញហ៎ដាក់កប់ដីទៅចាក់ទឹកទៅដាក់ជីទៅធ្វើលបងពណ៌ទៅប្រហែលឆ្នាំក្រោយមកផ្លែហើយចុះញោមទោះបីញោមប្រាថ្នាសុំឲ្យវាចេញផ្លែឬក៏មិនប្រាថ្នាក៏វាគង់តែនឹងបានផលរបស់វាតាមធម្មជាតិរបស់វាអញ្ចឹងបុណ្យនោះវាផលិតផលជាសុខវិបាកាតថាហើយសុខដតីដែលក្រៅអំពីការធ្វើបុណ្យអត់មានទេបើអត់មានការធ្វើបុណ្យហើយអត់បានសុខទេហើយបើធ្វើបាបទៀតរឹតតែបាននៅសេចក្តីទុក្ខ
ចឹងបានប្រពុតព្រះអង្គសម្ដែងថាសុខោបញ្ញាសអុចៈយោការសន្សំបុណ្យនាំមកនៅសេចក្តីសុខការសន្សំបុណ្យនាំមកនៅសេចក្តីសុខអញ្ចឹងញាតិញោមដែលមានបុណ្យធ្វើហើយរមែងជាអ្នករីករាយក្នុងលោកនេះផងរមែងជាអ្នករីករាយក្នុងលោកខាងមុខផងហើយចិត្តរាល់ថ្ងៃរមែងប្រព្រឹត្តទៅជាការរីករាយព្រោះរលឹកដល់សេចក្តីល្អបុណ្យកុសលដែលខ្លួនបានធ្វើថ្ងៃហ្នឹងមកទូបរិជាទៅវិញនឹកឃើញរហូតញោមណានឹកឃើញដល់បុណ្យកុសលថ្ងៃហ្នឹងថ្ងៃក្រោយមកទៀតសូមអនុមោទនាសុខាសធម្មទេសនាវិចារថ្លៃថ្លាកັບស្កាស្មាញស្មុកការសម្ដែងធម៌នាំមុខនៅសុខបំផ្លាញសម្បុកខ្មាំងអវិជ្ជាសូមអនុមោទនា